Again. 1, 2, 3, action. ជំរាបសួរម៉ា ចា បាទម៉ាឈ្មោះអីដែរម៉ា ឈ្មោះតាន់ស៊ីណា បាទឆ្នាំហ្នឹងម៉ាអាយុប៉ុន្មានហើយ អាយុ70 បាទដោយសារម៉ាជាអតិថិជនប្រើទឹកដោះគោ Kensi Nano Plus ដោយផ្ទាល់អញ្ចឹងក៏សុំសួរពីអាការៈម៉ាមុននៅពេលដែលប្រើទឹកដោះគោពីមុនមកមានអាការៈយ៉ាងណាដែរម៉ា មុនប្រើទឹកដោះគោឈឺចង្កេះឈឺជង្គង់ឈឺស្មា បាទ ឥឡូវវាបានធូរច្រើន ធូរច្រើនតែមុននៅពេលដែលប្រើផលិតផលខាងក្រុមហ៊ុនរបស់ចៅម៉ាមានដូចថាប្រើផលិតផលថ្នាំពេទ្យណាទៀតអត់ម៉ាហើយទទួលបានប្រសិទ្ធភាពយ៉ាងណាដែរអញ្ចឹងណា អត់អីទេអត់មានដូចថាថ្នាំពេទ្យនឹងវារ៉ាម៉ាណាមានអាឡែកស៊ីច្រមុះផងអីផងអាលាកឆ្អឹងច្រមុះ តែនៅពេលដែលប្រើទៅអស់ជាតិថ្នាំវានឹងត្រឡប់មកសភាពដើមឬក៏មិនដែរថ្នាំពេទ្យដែលម៉ាបញ្ជាក់ ថ្នាំ ថា ពេទ្យប្រើតែដល់អស់ជាតិវាត្រឡប់ឈឺមកវិញ ត្រឡប់ឈឺមកវិញ ចា៎ ហើយចំពោះទៅដល់គោខាងចៅម៉ាស្គាល់តាមការណែនាំពីបងប្អូនឬក៏តាមការផ្សព្វផ្សាយប្រព័ន្ធអ៊ីនធឺណិតដែរ តាមផេកមើលតាមទូរស័ព្ទ មើលតាមទូរស័ព្ទ ចា៎ ពេលដែលឃើញហើយម៉ាដាក់កំងខ្លួនឯងឬក៏ឲ្យកូនដាក់កំងឲ្យដែរ កំងខ្លួនឯង កំងខ្លួនឯង ហើយក្នុងឈុតដែលក្រុមហ៊ុន promotion ដំបូងម៉ាកំងឈុតណាទៅសាកល្បងប្រើដែរ 3 ខែ 1 3 ខែ 1 ចា អញ្ចឹងក្នុងឈុត 4 កំប៉ុងហ្នឹងដែលម៉ាទទួលបានម៉ាត្រូវចំណាយពេលមួយថ្ងៃហ្នឹងម៉ាប្រសាបានដងហើយអស់ប៉ុន្មានកំប៉ុងដើម្បីបានប្រសិទ្ធភាពដឹងថាម៉ាធូរអញ្ចឹងណា ភាសាមួយថ្ងៃ2ដងហើយកាលមុនដំបូងហ្នឹងឲ្យមួយថ្ងៃម្ដង4ស្លាបព្រា បាទបាទ ហើយព្រឹកល្ងាច បាទបាទហើយអស់ប៉ុន្មានកំប៉ុងទើបដឹងថាធូរហ៎ម៉ា អស់3កំប៉ុង អស់3កំប៉ុងដឹងថាធូរ ចា នៅពេលដែលធូរស្បាយហើយម៉ាមានបានណែនាំទៅបងប្អូនឬក៏អ្នកជិតខាងដែលមានអាការៈដូចម៉ាអញ្ចឹងឲ្យគាត់ប្រើដែរអត់ទេ មានប្រាប់ទឹកក្មួយ បាទ មួយនៅពីមរនៅព្រៃវែង បាទបាទអញ្ចឹងដោយសារតែម៉ាជាអតិថិជនដែលប្រើទឹកដោះគោនឹងដោយផ្ទាល់ម៉ាអាចមានចំណាប់អារម្មណ៍ចំពោះទឹកដោះគោនឹងថាមានគុណភាពបែបណាចំពោះសុខភាពម៉ាដែរបន្ទាប់ពីប្រើហើយ ប្រើហើយមានវាស្រាលខ្លួនស្រួលខ្លួន បាទបាទ ហើយដើរយ៉ាងទៅផ្ទះនោះអីបើថាណែក្មួយគាត់នោះក្មេងឯងចាញ់មកនឹងចាស់ទៀត បាទ ឡើងចុះលើជាដើរទៅលើបោកខោអាវហាខោអាវនៅលើ បាទ ដាំតំណាំឡើងពេញលើនោះទៀត ហ្នឹងហើយបាទបាទអញ្ចឹងដល់ម៉ាក៏បានបញ្ជាក់ដែរថាបន្ទាប់ពីការប្រើប្រាស់ទឹកដោះគោនឹងហើយម៉ាក៏អាចដូចថាមានកម្លាំងអាចដើរបានបတ်អាការៈចុករយទាំងអស់ហ្នឹងអញ្ចឹងម៉ាមានអីផ្ដាំទៅអតិថិជនឬក៏អំពូមីងនៅក្នុងវីដេអូឲ្យគាត់បានដូចថាមានបញ្ហាបែបហ្នឹងបានសាកល្បងប្រើដូចម៉ាដែរណា មានឲ្យអ្នកណាឈឺជង្គង់ឈឺចង្កេះឈឺស្មាឈឺអីហ្នឹងឲ្យប្រើទឹកដោះគោ Kensi Nano Plus ហ្នឹងឲ្យដូចខ្ញុំដែរទៅអានជាដូចខ្ញុំ បាទបាទហ្នឹងហើយអរគុណច្រើនម៉ាសម្រាប់ការបានផ្ដល់ជាយោបល់ហើយនឹងពីជាការដូចថាប្រើប្រាស់បានប្រសិទ្ធភាពនឹងការណែនាំជូនអញ្ចឹងណាបាទអរគុណច្រើនម៉ាជំរាបលា ខ្ញុំឲ្យតែក្មួយហ្នឹងអស់មកនេះដែរឲ្យក្មួយទិញ អរគុណ